អាយ៉ការនេះពិតជាស្អាតមែនណាហើយកន្លែងនេះក៏ស្អាតដែរបានមករស់នៅកន្លែងស្អាតបែបនេះហងតើគ្រាន់បើជាងមុនទេឆាប់បាក់ភ្នែកទៅឆាប់បាក់ភ្នែកមើលខ្ញុំមកបើកមកអញ្ចឹងទៅវាល្អណាស់ហងតើខ្ញុំជាមីប្រពន្ធបងហើយក៏បងមិនចង់បាក់ភ្នែកមើលខ្ញុំអញ្ចឹងខ្ញុំពិបាកចិត្តខ្លាំងណាស់ខ្ញុំដឹងថាបងស្អប់ខ្ញុំហើយពេលនេះបងស្មានតែខ្ញុំមិនសប្បាយចិត្តណាស់ទៅហ៎អូអត់ត្រូវហើយបងមានដឹងតែទេពេលនេះគឺមានអ្នកធំម្នាក់ទៀតគឺយកទ្រព្យសម្បត្តិរបស់ពួកយើងអស់ហើយអីយ៉ាតាមពិតទៅអូនមិនគួរទេប៉ុន្តែពេលនេះបងមិនខ្លួនឯងចាស់វាយ៉ាងម៉េចហើយអីយ៉ាហងតើពេលនេះបងមិនខុសពីមនុស្សស្លាប់ទេតើបងអាចគ្រប់គ្រងរោងចក្រយ៉ាងម៉េចកើតទេហងតើបងមានដឹងទេពេលនេះម៉ាក់បងឈួតហើយម៉ាក់បងគាត់មិនបងខ្លាំងណាស់បងដឹងទេគាត់មិនបងរហូតដល់ឈួតទៅហើយម៉ាក់បងនិយាយបានហើយប៉ុន្តែគ្រូពេទ្យបាននិយាយថាបងអាចនិយាយបានមែនគឺនិយាយបានតែពាក្យ2-3ម៉ាត់តែប៉ុណ្ណោះទេចុះបីតែខ្លួនឯងក៏មិនដឹងថានិយាយស្អីផងដូច្នេះតើនិយាយអត់ណាគេស្ដាប់ទៅពេលនេះបងដឹងខ្លួនហើយមិនក៏បងមិនសួរអូនថាអូនមកពីពេលណាទេក្រៅពីម៉ាក់តើមានអាណាទៀតបងចង់ជួបលៀងហងតើបងចង់ជួបម៉ាក់ហើយតែលៀងគឺអត់បញ្ហាទេខ្ញុំនឹងខំព្យាយាមនាំពួកគេមកជួបបងប៉ុន្តែបងទៅតែទេរោងចក្រទាំងអស់នោះមកជាកម្មសិទ្ធិរបស់ខ្ញុំវិញខ្ញុំគិតថាជីវិតរបស់បងនេះនឹងនៅតែបែបនេះរហូតតើបងអាចថែរក្សាទ្រព្យសម្បត្តិរបស់បងដល់ពេលណាទៀតទេតែដូច្នេះហើយគាត់ទៅផ្ទះមកឲ្យខ្ញុំចាំទទួលហើយខ្ញុំនឹងឲ្យគ្រួសាររបស់បងបានមកជួបគ្នាម្ដងទៀតគាត់ឲ្យច្បាស់ទៅតើបងយកប្រាប់តែឬក៏អត់ទេប៉ុន្តែបងមិនធ្វើនោះបាទលោកសន្យាខ្ញុំមានសំណុំពរមួយខ្ញុំចង់ជួបមកហើយលៀងបានតែអាចធ្វើបានខៃវ៉ាន់ណាហងតើគេនិយាយថាគេនឹកលៀងខ្លាំងណាស់ហើយដូច្នេះហើយនៅពេលដែលលៀងចេញពីសាលាឆាប់យកគេមកទីនេះមកដើម្បីឲ្យគាត់ឃើញគេមិនទេកុំអត់បងសម្លាញ់បាយ ខ្ញុំត្រូវតែឲ្យបានខ្ញុំត្រូវតែឲ្យបានខ្ញុំត្រូវតែជួយខ្ញុំត្រូវតែឲ្យបានថាម៉េចមិនហើយតំណែងត្រូវបាត់ប្រកាសហើយលើកជាឈិនធ្វើជាអគ្គនាយកចាំងអ៊ីមស៊ីប្រធានផ្នែកណាអត់ទេតែយើងទៅធ្វើយ៉ាងម៉េចទៅពេលនេះក៏មិនបានសោះខ្ញុំយល់ហើយលើកជាឈិនចាំងអ៊ីមស៊ីយើងមិនប្រកឲ្យពួកឯងឈ្នះទេ